សួស្តីក៏ដូចជាជំរាបសួរអ្នកទាំងអស់គ្នាបាយអ្នកទាំងអស់គ្នាយូរមែនតើហើយនឹកអ្នកអស់គ្នាមែនតើតាមពិតទៅខ្ញុំនឹង day off ក៏ប៉ុន្តែខ្ញុំត្រូវរៀនភាសាជប៉ុនខ្ញុំមានភាសាជប៉ុនចឹងខ្ញុំត្រូវមកស្រានដែរខ្ញុំត្រូវទៅរៀនបន្តិចអត់អាចletបានទេដោយសារគ្រូខ្ញុំក៏ជាជនជាតិជប៉ុនស្លាស្កាត់ដោយសារពីច្រើនគេ day off អស់ហើយអ្នកនរគ្នាថ្ងៃនឹងដែរគឺយើងបានរៀនពីមូលដ្ឋានគ្រឹះរបស់ភាសាជប៉ុនហើយនឹងម្ហូបរបស់ជប៉ុនខ្លះៗដែរ After class ខ្ញុំក៏មកបណ្ណាល័យបន្តិច So nice តែដោយសារតែ clean ក៏សម្រេចចិត្តថាទៅកង់ទីនរកអីញ៉ាំវិញឆ្ងល់ណាស់ជួនកាលចិត្តបង